ម្នាក់គាត់បានទៅដាក់មងនៅក្នុងទឹកនឹងហើយថ្ងៃទី1គឺដាក់ទៅបានត្រីជាច្រើនពេញមងដាក់តែ1ម៉ោងទេហើយស្រាប់តែថ្ងៃទី2គាត់ឃើញត្រីច្រើនគាត់ទៅដាក់ទៀតទៅម្នាក់ឯងថ្ងៃលេខងឹតហ្នឹងគាត់ដាក់ឲ្យថាចាប់ដើមប្រមូលត្រីក្នុងម៉ោងហ្នឹងហើយស្រាប់តែឃើញពស់មួយហែលក្នុងទឹកមកគាត់ថាធំពស់ហ្នឹងគាត់ក៏ទួយវានៅខាងស្ដាំព្រៃខាងស្ដាំដែរហើយក្បាលវាជិតដល់ព្រៃខាងឆ្វេងហើយមិនដែលខ្លួនមកលុកធំហើយគាត់ថាឃើញតពស់ហ្នឹងហើយគាត់ចោលទាំងត្រីចោលទាំងម៉ោងនឹងទៀតបងប្អូនមិនមែនណាគាត់និយាយឲ្យស្ដាប់ទៅលំព្រឺហាទឹកណាគាត់ថាបើសិនជានៅម្នាក់ឯងបានឃើញពស់ហ្នឹងពិសេសពស់វ៉ែនាមច្រើនជាងគេហើយមានទឹកថ្លាន់ទៀតអញ្ចឹងខ្មែរឥស្លាមម្នាក់គាត់ទៅប្រាប់ពីក្បាលងាកមិញទេគាត់ថាទឹកហ្នឹងគាត់ធ្លាប់ឃើញដែរកាល10ឆ្នាំមុនគាត់ថាឃើញផ្ទាល់ផ្នែកគាត់ចោះទៅរកត្រីដែរហើយស្រាប់តែឃើញពស់នៅក្បែរជើងទឹកណាហើយគាត់ថាពស់ភ័យប៉ិនកសៀវអាក់សៀវដាំទឹកយើងហ្នឹងគាត់ថាឃើញពស់នៅក្បែរទឹកហ្នឹងហើយគាត់ថាខ្លួនគាត់ឃើញហើយរឹងខ្លួនអត់ហ៊ានកើអត់ហ៊ានអីទេខ្លាចពស់ហ្នឹងវាភ្ញាក់វាឃើញអញ្ចឹងបងប្អូនអាទឹកហ្នឹងទឹកធម្មជាតិហើយព្រៃធម្មជាតិសត្វហ្នឹងនិយាយចំយើងកម្របានឃើញណាយើងសំណាងណាបានស្ដាប់សំឡេងសត្វព្រៃអញ្ចឹងណាហើយអ្នកដែលមានសំណាងផុតគឺពេលឃើញពស់ធំអាពស់ធំហ្នឹងកម្របានឃើញបើបងប្អូនចង់ឃើញអីទៅនៅម្នាក់ឯងឲ្យពេលក្បាលបាំងទៅឃើញហើយព្រៃញ៉ាបងប្អូនណាស្រឡាញ់ធម្មជាតិព្រៃធម្មជាតិទឹកធម្មជាតិពិតគឺមកកន្លែងនេះអត់ខុសទេថតយកធម្មជាតិពិតមកហើយថតមើលទៅបែកក្រនស្អាតដូចខ្លួនឯងនៅកំពុងនៅលើទូកនៅកណ្ដាលទឹកអូមួយចឹងថតទៅស្អាតហើយបងប្អូនណាស្រឡាញ់ព្រៃចឹងមកកន្លែងនេះអត់ខុសទេហើយស្អែកហ្នឹងពួកខ្ញុំនឹងរៀបចំទៅលេងដងទៀតហើយយកស្ទូចត្រីយកអាដងស្ទូចត្រីទុចទៅបកលេងទៅស្ទូចត្រីលេងអញ្ចឹងណាបងប្អូនណាចង់ទៅលេងជួបគ្នានៅថ្ងៃស្អែកពេលល្ងាចហើយបងប្អូនដែលចូលចិត្តដើរបបកត្រីអញ្ចឹងខ្ញុំរីវិញូឲ្យទៅបបកកន្លែងហ្នឹងគឺមានត្រីច្រើនត្រីប្រភេទអីក៏មានដែរក្នុងទឹកហ្នឹងតែបើចូលបានតែ50ម៉ែត្រដូចមានត្រីច្រើនហ្មងកន្លែងហ្នឹងសំខាន់បងប្អូនហ៊ានចូលអត់ហ៊ានចូលទៅបបកនៅខាងក្នុងហ្នឹងអត់មកកន្លែងកំសាន្តមើលស្បាយហើយថតធម្មជាតិពិតៗហ្មងបងប្អូនណាបានថតហើយជួយខមមិនចូលក្នុងវីដេអូផងណា